ណាជាបឋមសូមនមស្ការចំពោះពីចំបីនៃព្រះត្រៃរតន៍ដោយសេចក្តីគោរពមុនលើសូមនមស្ការចំពោះកណ្ណាគុណម្ចាស់គ្រប់ព្រះអង្គចម្រើនពរញាតិញោមពុទ្ធបរិស័ទគ្រប់ទិសទីទាំងអស់ដែលបានឃើញនៅคลิปវីដេអូរបស់ខ្ញុំគណៈស្មារតីនៅវេលាឱកាសនេះណាដោយនៅក្នុងឱកាសពេលនេះខ្ញុំគណៈស្មារតីបានធ្វើជាវីដេអូមួយសម្រាប់ក្នុងរាត្រីថ្ងៃនេះដោយខ្ញុំគណៈស្មារតីកន្លងទៅក៏ធ្វើច្រើនប៉ុន្តែតាំងចិត្តថាមួយរយៈនេះនឹងផ្អាកធ្វើវីដេអូណានឹងផ្អាកធ្វើវីដេអូហើយសម្រាប់ការ live ការអីខ្លះណាប៉ុន្តែមកដល់ដំណាក់កាលនេះគឺបានជំរុញទឹកចិត្តរបស់ខ្ញុំគណៈស្មារតីណាឲ្យមានការធ្វើជាវីដេអូនេះឡើងគឺណាតាមណារយៈណាលោកអូនសេងបញ្ញាដែលជាប្រគ្រូចាតិកាវត្ត52ណាលោកអូនក៏ជាអ្នកមន្ត្រីមានជ័យខាងសូរិយាផងដែរណាលោកអូនបានរួចផ្ដើមកំណត់ចូលជាថវិកាជាមួយនឹងខ្ញុំគណៈស្មារតីហើយក៏នៅក្នុងនោះក៏ណាព្រឹកមិញនេះក៏មានញោមឡងមនណាគាត់បានសួរតាក់ទងជាមួយនឹងការប្រគេនថវិកាទៅជួយស្រុកខ្មែរដោយខ្ញុំគណៈស្មារតីនឹកឃើញពីទុក្ខលំបាករបស់ញាតិញោមនៅសហរដ្ឋអាមេរិកនេះក៏មានទុក្ខលំបាកច្រើនហើយនៅក្នុងនោះគឺការចំណាយក្តីការចាយវាយប្រចាំថ្ងៃក្តីគឺមានការចំណាយច្រើនខ្ពស់ណាអញ្ចឹងហើយក៏ខ្ញុំគណៈស្មារតីថាចំផ្អាកការបណ្ឌបាតឬក៏រែងគិសណាមួយដោយការចូលពីសំណាក់ញាតិញោមជាពុទ្ធបរិស័ទប៉ុន្តែដោយការជំរុញទឹកចិត្តពីណាលោកអូនសេងបញ្ញារួមជាមួយនឹងញោមឡុងម៉នហើយរួមជាមួយនឹងញោមអុកមានដែលជាប្រធានគណៈកម្មការហើយក៏ខ្ញុំគណៈស្មារតីក៏បានសម្រេចណាធ្វើជាវីដេអូនេះឡើងសម្រាប់ថ្លែងអំណរគុណដល់ញាតិញោមពុទ្ធបរិស័ទហើយក៏ចង់ប្រគេនជូនញាតិញោមពុទ្ធបរិស័ទដែលនៅសហរដ្ឋអាមេរិកដែលមានបំណងចង់ចូលនៅក្នុងការជួយជនភៀសសឹកនៅស្រុកខ្មែរគឺអាចចូលតាមរយៈខ្ញុំគណៈស្មារតីបានខ្ញុំគណៈស្មារតីនឹងជួយចាត់ចែងនៅទៅស្រុកខ្មែរដើម្បីរៀបចំដល់ជនភៀសសឹកតិចក្តីច្រើនក្តីតាមសទ្ធាណាហេតុដែលខ្ញុំគណៈស្មារតីធ្វើជាវីដេអូនេះឡើងគឺមានការក្តុកក្តួលណាសង្គ្រាមលើកទី1មិនជាក្តុកក្តួលដូចលើកនេះទេលើកនេះមានការក្តុកក្តួលអួលក្នុងអរាដោយម្សិលមិញយកទល់ភ្លឺសឹងតែមិនបានសឹងដោយសារតែតាមដានមើលព័ត៌មានណាសម្រាប់នៅស្រុកខ្មែរហើយក្នុងនោះក៏ជាស្រុកកំណើតរបស់ខ្ញុំគណៈស្មារតីដែរគឺបន្ទាយមានជ័យហើយក៏ក្នុងនោះក៏ឃើញពោធិ៍សាត់ហ្នឹងក៏មានការរងគ្រោះហើយដល់មានជ័យព្រះវិហារហ្នឹងគឺមានការរងគ្រោះខ្លាំងហើយអាណិតជាងគេគឺចាស់ជរានិងក្មេងណាកុមារដែលគ្នាទៅនឹងកើតហើយមកជួបនឹងសង្គ្រាមនោះទៀតណាឆ្នាំ2025ហើយមិនគួរណាមានសង្គ្រាមកើតឡើងដោយការឈ្លានពានអំពីសំណាក់នៃអ្នកជិតខាងណាមានន័យថាភូមិផងរបងជាមួយប៉ុន្តែគេចង់បាននៅទឹកដីរបស់យើងធ្វើជាកម្មសិទ្ធិដោយគេរកហេតុលេសផ្សេងសម្រាប់ធ្វើសង្គ្រាមជាមួយនឹងយើងនឹងគឺខ្ញុំគណៈស្មារតីឃើញទស្សនវិជ្ជាសត្វក្តីមនុស្សក្តីហើយជាពិសេសញាតិញោមដែលរត់ចេញពីផ្ទះហ្នឹងគឺមានការលំបាកអ្នកខ្លះបានតែខោអាវមួយបង្វិចទៅបាត់អ្នកខ្លះមិនមានអ្វីគ្រប់គ្រាន់ទៅជាមួយទេនោះហើយជាទុកលំបាកបានជាជំរុញទឹកចិត្តរបស់ខ្ញុំគណៈស្មារតីអង្គុយគិតណាមកព្រឹកតាំងពីព្រឹករហូតដល់ស្មានដែរបានខ្ញុំគណៈស្មារតីនឹកឃើញថាមានតែការធ្វើវីដេអូទេក្រែងលោញាតិញោមដែលនៅសហរដ្ឋអាមេរិកក្រែងលោគាត់រវល់ហើយក៏គាត់មានបំណងចង់ចូលប៉ុន្តែគាត់មានថវិកាស្ដួយស្ដាងអីក៏ចង់ចូលតាមសទ្ធាអីអាចចូលបានញាតិញោមណា1រៀល2រៀល3រៀល4រៀល5រៀល10រៀលអី20រៀលអីគឺអាចញាតិញោមអាចចូលបានហើយយើងរួមផ្សំគ្នាជាកម្លាំងសាមគ្គីណាហើយក្នុងនោះក៏ខ្ញុំគណៈស្មារតីក៏សូមណាអានណាឈ្មោះណា
ញាតិញោមដែលបានចូលមកមុនណាតែនៅក្នុងនោះគឺមានណាមានលោកអូនសេងបញ្ញាលោកអូនសេងបញ្ញាជាប្រគ្រូចៅតិកាវត្តសវណ្ណគិរីណាដែលគេហៅកាត់ថវត្ត52លោកអូនបានចូលជាថវិកាចំនួន$500ជាមួយនឹងខ្ញុំគណៈអាត្មាភាពសម្រាប់ជនភេសកផងដែរណាហើយនៅក្នុងនោះគឺមានញោមយូស្រីនិងក្រុមគ្រួសារបងប្អូនកូនចៅទាំងអស់ជាស្រ័យហើយឈ្មោះអានដូចត្រូវឈ្មោះគាត់អានថាយូស្រីត្រូវហើយយូស្រីណាញោមយូស្រីចូលចំនួន$250ហើយនៅក្នុងនោះគឺមានឧបាសិកាសិនសាខនចូលតាមរយៈញោមឡុងម៉នចំនួន$100ហើយញោមឡុងម៉នគឺចំនួន$65ផងដែរនេះជាថវិកាដែលខ្ញុំគណៈអាត្មាភាពទទួលបាននៅក្នុងដៃហើយស្រេចហើយបើមានញាតិញោមណាចង់ចូលរួមជាបន្តអាចចូលរួមបានញាតិញោមណាខ្ញុំគណៈអាត្មាភាពនឹងទទួលដោយការអាណិតអាសូរហើយក៏ជាកម្លាំងចិត្តនៃការជួយខ្មែរគ្នាយើងដែលនៅឯស្រុកកំណើតទៅបីជាយើងចេញមកក្រៅក្តីប៉ុន្តែទឹកដីនោះគឺជាទឹកដីស្រុកកំណើតញាតិញោមគិតមើលថាដីអ្នកណាក៏ដោយផ្ទះអ្នកណាក៏ដោយប៉ុន្តែនៅក្នុងទឹកដីនៃប្រទេសកម្ពុជាទាំងអស់បើសិនជាពួកគាត់បាត់បង់ផ្ទះសម្បែងបាត់បង់ដីទៅបរទេសគេឈ្លានពានយកបានក៏ដូចជាបាត់បង់ដីរបស់ខ្ញុំគណៈអាត្មាភាពដោយបាត់បង់ដីរបស់ញាតិញោមជាពុទ្ធបរិស័ទទាំងអស់គ្នាដែរនេះជាការឈឺចាប់មួយសម្រាប់យើងជាពលរដ្ឋខ្មែរគ្រប់រូបដែលមានឈាមជ័រជាខ្មែរទោះបីជានៅទីណាក៏អត្តសញ្ញាណជាតិរបស់យើងគឺជាខ្មែរអញ្ចឹងយើងមានតែការសាមគ្គីគ្នាទោះបីជានៅក្នុងក្តីក្រៅក្តីគឺយើងមានតែការសាមគ្គីគ្នាតាមកម្លាំងសទ្ធាដែលយើងមានដែលយើងអាចជួយទៅបានអ្នកក្នុងជួយរបៀបអ្នកក្នុងយើងអ្នកក្រៅជួយតាមរបៀបអ្នកក្រៅដែលយើងអាចជួយតាមសមត្ថភាពរៀងៗខ្លួនដែលយើងអាចជួយទៅបាននៅក្នុងនាមជាយើងកុលបុត្រខ្មែរគ្រប់គ្នានៅក្នុងទឹកដីនៃសហរដ្ឋអាមេរិកនេះដែលយើងបានឃ្លាតចាកឆ្ងាយស្រុកមែនប៉ុន្តែទឹកដីនៃប្រទេសកម្ពុជាជាស្រុកកំណើតរបស់យើងគ្រប់គ្នាអញ្ចឹងសូមហើយជាចុងចប់ខ្ញុំគណៈអាត្មាភាពសូមអរគុណនិងសូមអរគុណដល់ណាលោកអូនសេងបញ្ញាហើយរួមជាមួយនឹងញាតិញោមពុទ្ធបរិស័ទដែលបានចូលរួមជាថវិកានេះគ្រាន់តែជាជំហានដំបូងដែលបានចូលរួមដែលខ្ញុំគណៈគិតថានឹងចាប់ផ្ដើមណានឹងទទួលបច្ច័យញាតិញោមដែលបានចូលដែលចង់ចូលរួមទៅស្រុកខ្មែរខ្ញុំគណៈនឹងទទួលម្ដងទៀតណាញាតិញោមណាហើយជាស្រ័យដែរដោយសារតែទុកលំបាកនឹងទុកលំបាកហើយប៉ុន្តែខ្ញុំគណៈឃើញទស្សនវិជ្ជាទាំងអស់នោះទៅឃើញថាយ៉ាប់មែនទែនញាតិញោមនៅស្រុកខ្មែរគឺជនភៀសសាគឺមានការលំបាកខ្លាំងយុទ្ធមែនទែនអញ្ចឹងញាតិញោមដែលមានបំណងចង់ជួយណាតាមសទ្ធាជ្រះថ្លារៀងខ្លួនញាតិញោមណាចឹងសូមអរគុណនិងសូមអរគុណសូមប្រសិទ្ធពរជ័យសិរីមង្គលហើយជាពិសេសសូមជូនពរដល់ញាតិញោមជាពុទ្ធបរិស័ទដែលជនភៀសសាសូមឲ្យមានសុខភាពល្អហើយជាពិសេសសូមឲ្យជៀសវាងផុតអំពីណាការធ្វើទុកបុកម្នេញពីសត្រូវណារបស់យើងគ្រប់គ្នាសូមឲ្យសុខសុវត្ថិភាពទៅទីទួលសុខសុវត្ថិភាពគ្រប់គ្នាសូមអរគុណនិងសូមអរគុណប៉ុណ្ណឹងទៅចុះ